សៀមមានច្រើនដំណឹងនៃការប្រយុទ្ធដ៏ខ្លាំងក្លាបានមកដល់ភ្នំពេញទីក្រុងទាំងមូលស្ថិតនៅក្នុងភាពភ័យស្លន់ស្លោប្រជាជនចាប់ផ្ដើមភៀសខ្លួនចេញពីទីក្រុងដើម្បីស្វែងរកកន្លែងសុវត្ថិភាពព្រះរាជវាំងបានក្លាយជាកន្លែងដែលពោរពេញដោយភាពច្របូកច្របល់ឧកញ៉ាខ្លាំងមឿងដែលពីមុនហាក់ដូចជាគាំទ្រអន្នាមបែរជាបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្រោយមកចម្រុងបានដឹងថាឧកញ៉ាខ្លាំងមឿងបានលួចរត់ទៅចូលរួមជាមួយកងទ័ពសៀមដោយសន្យាថានឹងជួយសម្រួលផ្លូវឲ្យកងទ័ពសៀមវាយចូលទីក្រុងវាជាការកបិតជាតិដ៏កម្រិតចិត្តមួយក្នុងភាពវឹកវរនោះមន្ត្រីចាស់មួយរូបឈ្មោះហ្លួងវិចិត្របានហៅចម្រុងទៅជួបហ្លួងវិចិត្រជាអ្នកប្រាជ្ញចំណាស់ម្នាក់ដែលធ្លាប់ជាគ្រូរបស់ឪពុកចម្រុងហ្លួងវិចិត្រនិយាយតែងទឹកមុខស្លេកស្លាំងយើងគ្មានពេលច្រើនទៀតទេព្រះរាជបណ្ដាល័យរាជវាំងអាចនឹងត្រូវឆេះឬត្រូវបានបំផ្លាញដោយសត្រូវយើងត្រូវតែសង្គ្រោះមរតកជាតិរបស់យើងតើទូលបង្គំត្រូវធ្វើដូចម្ដេចទៅលោកម្ចាស់ចម្រុងសួរកូនត្រូវតែដឹកនាំការលួចយកសាត្រាសក្តិនិងព្រះរាជវង្សាវតារសំខាន់បំផុតចេញពីទីនេះហ្លួងវិចិត្របន្តយើងត្រូវលាក់ពួកវានៅកន្លែងមួយដែលសត្រូវរកមិនឃើញនេះជាបេសកកម្មដ៏សំខាន់បំផុតសម្រាប់អនាគតខ្មែរចម្រុងមានអារម្មណ៍ថាទម្ងន់នៃប្រវត្តិសាស្ត្រទាំងមូលបានធ្លាក់មកលើស្មារបស់គេប៉ុន្តែតើទូលបង្គំអាចយកពួកវាទៅកន្លែងណានៅឯវត្តមួយនៅលើភ្នំដូងឆ្ងាយពីទីក្រុងខ្ញុំបានរៀបចំរទេះនិងអ្នកស្ម័គ្រចិត្តមួយចំនួនហើយនៅពេលនោះសំឡេងកាំភ្លើងធំបានចាប់ផ្ដើមលួនលឺកាន់តែខិតជិតទីក្រុងអណ្ដាតភ្លើងបានចាប់ផ្ដើមឆាបឆេះនៅជាយក្រុងចម្រុងបានរត់ទៅរកសុខានាងកំពុងរៀបចំខ្លួនជាមួយក្រុមរបាំរបស់នាងដើម្បីភៀសខ្លួនសុខាឯងត្រូវតែទៅជាមួយខ្ញុំចម្រុងនិយាយទាំងប្រញាប់ខ្ញុំមានបេសកកម្មមួយត្រូវទៅលាក់ទុកព្រះរាជវង្សាវតារកន្លែងនោះប្រហែលជាមានសុវត្ថិភាពជាងសុខាស្ទាក់ស្ទើរប៉ុន្តែក្រុមរបស់ខ្ញុំកុំគិតច្រើនអីសុខាចម្រុងអង្វរខ្ញុំត្រូវការអ្នកដើម្បីរក្សាសិល្បៈរបស់យើងត្រូវរស់រានមានជីវិតដើម្បីអនាគតសុខាងក់ក្បាលនាងដឹងថាចម្រុងនិយាយត្រូវពួកនាងត្រូវតែរស់នាងក៏ប្រាប់មិត្តភក្តិក្នុងក្រុមរបាំរបស់នាងឲ្យប្រយ័ត្នខ្លួនហើយសម្រេចចិត្តទៅជាមួយចម្រុងជាមួយសុខានិងអ្នកស្ម័គ្រចិត្តពីរអ្នកទួតបានចាប់ផ្ដើមដំណើរដ៏គ្រោះថ្នាក់របស់ពួកគេបានដាក់សាត្រាស្លឹករឹតនិងពងសាវតារសំខាន់នៅក្នុងកេះឈើដែលរុំដោយក្រណាត់យ៉ាងល្អិតល្អន់ហើយដាក់លើរទេះគោមួយពួកគេធ្វើដំណើរទាំងយប់ក្រោមពន្លឺព្រះច័ន្ទដោយឆ្លងកាត់វាលស្រែនិងព្រៃព្រឹក្សានៅតាមផ្លូវពួកគេបានឃើញភូមិជាច្រើនត្រូវបានបំផ្លាញប្រជាជនស្លូតត្រង់បានរងទុក្ខវេទនាសំឡេងយំសោកនិងសំឡេងកាំភ្លើងនៅតែលាន់ឮពីចម្ងាយចម្រុងមានអារម្មណ៍ឈឺចាប់ក្រៃលែងគេសួរខ្លួនឯងថាតើនេះជាជោគវាសនារបស់ខ្មែរឬដំណើរទៅកាន់ភ្លុំដូងគឺជាការសាកល្បងដ៏ធ្ងន់ធ្ងរពួកគេត្រូវជៀសវាងកងទ័ពសៀមដែលល្បាតតាមផ្លូវនិងជៀសវាងការផ្លន់ពីក្រុមចោរម្ហូបអាហារក៏ខ្វះខាតឯទឹកក៏ពិបាករកសុខាទោះបីជាមានភាពភ័យខ្លាចក៏នាងនៅតែព្យាយាមលើកទឹកចិត្តចម្រុងនាងបានច្រៀងបទចម្រៀងបុរាណខ្លះៗយ៉ាងស្រទន់ដើម្បីបំបត្តិការភ័យខ្លាចរបស់តួគ្នាសំឡេងអ្នកនាងពិតជាពិរោះណាស់សុខាចម្រុងនិយាយវាជាកម្លាំងចិត្តសម្រាប់ខ្ញុំដរាបនៅយើងនៅមានជីវិតដរាបនោះសិល្បៈរបស់យើងនៅតែរស់រានមានជីវិតសុខាឆ្លើយតបថ្ងៃមួយពួកគេបានជួបនឹងក្រុមទាហានសៀមដែលកំពុងល្បាតពួកគេបានលាក់ខ្លួននៅក្នុងព្រៃស្មៅក្រាក់ចម្រុងបានយកចិត្តទុកដាក់ការពារសាត្រាស្លឹករឹតនៅក្នុងប្រទេសគេដឹងថាបើគេស្លាប់ក៏ត្រូវតែការពាររបស់ទាំងនេះឲ្យបានដែរពួកគេបានឆ្លងផុតគ្រោះថ្នាក់នោះដោយសុវត្ថិភាពបន្ទាប់ពីការធ្វើដំណើរដ៏លំបាកអស់រយៈពេលជាច្រើនថ្ងៃ
ទីផតពួកគេក៏បានទៅដល់វត្តមួយដែលស្ថិតនៅចង្កេះភ្នំដូងវត្តនេះមានភាពស្ងប់ស្ងាត់និងចាស់ទ្រុឌទ្រោមប៉ុន្តែនៅតែមានព្រះសង្ឃ2-3អង្គគង់នៅព្រះសង្ឃមួយអង្គបានស្វាគមន៍ពួកគេដោយទឹកមុខស្រប្រាប់ស្រពោនយើងបានរងចាំអ្នកហើយព្រះសង្ឃមានថេរដីកាកន្លែងនេះមានល្អាងធម្មជាតិមួយដែលមានទំហំធំល្មមសម្រាប់លាក់ទុករបឺទាំងនេះចម្រុងនិងអ្នកស្ម័គ្រចិត្តបានយកសាត្រាស្លឹករឹតទាំងអស់ទៅលាក់ទុកនៅក្នុងល្អាងនោះពួកគេបានរៀបចំវាដោយប្រុងប្រយ័ត្នហើយបានយកថ្មនិងដីមករសាត់បិទមាត់ល្អាងដើម្បីកុំឲ្យគេមើលឃើញវាជាកិច្ចការមួយដែលប្រើកម្លាំងកាយចិត្តយ៉ាងខ្លាំងយើងបានធ្វើវាហើយចម្រុងនិយាយទាំងហត់នឿយប៉ុន្តែមានក្តីរំភើបយើងបានសង្គ្រោះប្រវត្តិសាស្ត្ររបស់យើងបាទលោកចម្រុងព្រះសង្ឃមានថេរដីកាអ្នកបានសង្គ្រោះព្រលឹងនៃនិគមប្រវត្តិសាស្ត្រនឹងចងចាំនៅទង្វើនេះអំឡុងពេលនោះចម្រុងបានឮដំណឹងថាព្រះបាទអង្គច័ន្ទទី2បានភៀសព្រះកាយទៅកាន់ដែនអណ្ណាមម្ដងទៀតហើយកងទ័ពសៀមបានចូលត្រួតត្រាភ្នំពេញនិងខេត្តមួយចំនួនឧកញ៉ាឃ្លៀងមឿងត្រូវបានតែងតាំងជាមន្ត្រីធំក្រោមបង្គាប់សៀមដំណឹងនេះបានធ្វើឲ្យចម្រុងឈឺចាប់ប៉ុន្តែគេក៏ដឹងថាអ្វីដែលគេបានធ្វើគឺត្រឹមត្រូវហើយចម្ពោះទី5ព្រលឹងដែលមិនស្លាប់ជាង1ឆ្នាំក្រោយមកនៅឆ្នាំ1815ស្ថានភាពបានស្ងប់ស្ងាត់បន្តិចកងទ័ពសៀមបានដកថយមួយផ្នែកប៉ុន្តែឥទ្ធិពលរបស់ពួកគេនៅតែមានព្រះបាទអង្គច័ន្ទទី2បានយាងត្រឡប់មកភ្នំពេញវិញម្ដងទៀតដោយមានការគាំទ្រពីអណ្ណាមប៉ុន្តែព្រះអង្គបានបាត់បង់អំណាចនិងឥទ្ធិបតីយភាពជាច្រើនកម្ពុជាបានក្លាយជាប្រទេសជំនួសដែលត្រូវបង់សួយសារអាករទៅឲ្យទាំងសៀមនិងអណ្ណាមចម្រុងនិងសុខាបានសម្រេចចិត្តត្រឡប់មកភ្នំពេញវិញទីក្រុងបានផ្លាស់ប្ដូរច្រើនអគារជាច្រើនត្រូវបានបំផ្លាញខ្លះទៀតត្រូវបានសាងសង់ឡើងវិញប៉ុន្តែភាពរស់រវើកពីមុនបានបាត់បង់អស់ព្រះរាជបណ្ណាល័យដែលចម្រុងធ្លាប់ធ្វើការត្រូវបានខូចខាតខ្លះមន្ត្រីចាស់ខ្លះបានស្លាប់ខ្លះទៀតបានបាត់បង់តំណែងចម្រុងបានទៅជួបហ្លួងវិចិត្រដែលនៅមានជីវិតនៅឡើយយើងបានសម្រេចបេសកម្មហើយលោកម្ចាស់ចម្រុងរីកាហ្លួងវិចិត្រញញឹមទាំងកម្រាលល្អណាស់ចម្រុងកូនបានក្លាយជាវីរបុរសស្ងាត់ម្នាក់ហើយឧកញ៉ាខ្លាំងមឿងក៏នៅមានជីវិតដែរគាត់បានបម្រើការឲ្យព្រះបាទអង្គច័ន្ទទី2ម្ដងទៀតប៉ុន្តែមុខតំណែងរបស់គាត់ឡើងមានឥទ្ធិពលដូចមុនទៀតហើយគាត់បានក្លាយជាមនុស្សម្នាក់ដែលគ្មាននរណារាប់អានព្រោះគេគ្រប់គ្នាដឹងពីទង្វើក្បត់ជាតិរបស់គាត់ចម្រុងនិងសុខាបានចាប់ផ្ដើមជីវិតថ្មីជាមួយគ្នាពួកគេបានរៀបការហើយមានកូនប្រុសម្នាក់ចម្រុងបានបន្តការងារជាអ្នកចម្លងនិងកត់ត្រាប្រវត្តិសាស្ត្រប៉ុន្តែឥឡូវនេះគាត់បានកត់ត្រាអ្វីដែលសំខាន់ជាងរឿងរ៉ាវរបស់ព្រះមហាក្សត្រគាត់បានកត់ត្រារឿងរ៉ាវអំពីភាពអង្អាចរបស់ប្រជាជនខ្មែររឿងរ៉ាវអំពីអ្នកដែលព្យាយាមរក្សាវប្បធម៌និងអត្តសញ្ញាណជាតិទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយនគរមួយមិនមែនគ្រាន់តែជាស្ដេចឬជាព្រំដែនប៉ុណ្ណោះទេចម្រុងនិយាយជាមួយសុខាក្នុងយប់មួយនគរមួយគឺជារាជរបស់គេគឺភាសារបស់គេគឺវប្បធម៌របស់គេដរាបណាយន្តនៅចងចាំដរាបណាយន្តនៅបន្តវាគ្មានអ្វីអាចបំផ្លាញយន្តបានឡើយសុខាបានបង្រៀនកូនរបស់នាងឲ្យរាំរបាំនិងច្រៀងបទចម្រៀងបុរាណនាងបានបន្តបណ្ដុះបណ្ដាលសិល្បៈនេះទៅកាន់កូនចៅជំនាន់ក្រោយដោយក្តីសង្ឃឹមថាព្រលឹងខ្មែរនឹងមិនស្លាប់ឡើយចម្រុងអង្គុយនៅតុសរសេររបស់គេដោយកាន់បេកក្នុងដៃគេបានចាប់ផ្ដើមសរសេរព្រះរាជបង្សាវតារថ្មីមួយវាជាបង្សាវតារមួយដែលមិនត្រឹមតែរៀបរាប់ពីសង្គ្រាមនិងការបាត់បង់ប៉ុណ្ណោះទេប៉ុន្តែក៏រៀបរាប់ពីក្តីសង្ឃឹមពីភាពអំណត់អត់ធ្មត់និងពីខ្សែមាសនៃអតីតកាលដែលបានចងភ្ជាប់មនុស្សគ្រប់រូបនៅក្នុងនគរនេះគេដឹងថាអនាគតរបស់កម្ពុជានៅតែមានភាពស្រពិតស្រពិលព
ប៉ុន្តែគេជឿជាក់ថាដរាបណាមានមនុស្សដូចជាគេនិងសុខាដែលខិតខំរក្សាក្របពូជនៃអត្តសញ្ញាណជាតិនោះអត្តសញ្ញាណនោះនឹងមិនស្លាប់បាត់បង់ឡើយខ្សែមាត្រនៃអតីតកាលនឹងបន្តចែងចាំងនៅក្នុងចិត្តខ្មែរជានិច្ចទោះបីជាក្រោមស្រមោលដ៏វែងអន្លាយយ៉ាងណាក៏ដោយ